សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអំពូមីងទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំសូមលើកយកអំពីផ្កាមួយប្រភេទដើម្បីមកផុសបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនអំពូមីងទាំងអស់គ្នាឲ្យបានឃើញហើយក៏បានដាក់ជាសំណួរសួរដល់ពុកម៉ែបងប្អូនអំពូមីងផងដែរថាតើផ្កាមួយប្រភេទនេះមានឈ្មោះអ្វីប្រហែលជាមានពុកម៉ែបងប្អូនយើងភាគច្រើនក៏គាត់បានស្គាល់អំពីរុក្ខជាតិមួយប្រភេទនេះហើយក៏ប្រហែលជាមានអ្នកមិនស្គាល់ដូចគ្នាផងដែររុក្ខជាតិមួយប្រភេទនេះវាគឺជាអារាមព្រឹកភាគច្រើនតែដុះនៅក្នុងវត្តប៉ុន្តែបច្ចុប្បន្ននេះតាមវត្តអារាមនានាគឺមិនសូវបានឃើញផ្កាមួយប្រភេទនេះឡើយដោយសារតែការមិនយកចិត្តទុកដាក់ដាំរុក្ខជាតិដែលជាអារាមព្រឹកធ្វើឲ្យក្មេងជំនាន់ក្រោយលែងស្គាល់អំពីរុក្ខជាតិដែលជាអារាមព្រឹកផងដែរហើយផ្ការបស់វានៅរដូវកាលនេះគឺថាបញ្ចេញសម្រស់ស្រស់ស្អាតមែនទែនតែម្ដងហើយចំពោះផ្លែវាវិញយើងក៏អាចបរិភោគបានដែរតែដោយឡែកក្មេងបច្ចុប្បន្ននេះគឺគេមិនបរិភោគដូចជាក្មេងជំនាន់មុនឡើយ